ង់ធ្វើការជាងមិនសូវចង់លក់អនឡាញប្រហែលទេប៉ុន្តែដោយសារតល់ហើយនេះជាសំណួរហើយក៏ជាសារដែលខ្ញុំទទួលបានខ្ញុំជឿជាក់ថាបងប្អូនផ្សេងទៀតក៏ប្រហាក់ប្រហែលនឹងមានការគិតដូចអញ្ចឹងដែរដោយសារតែរវល់មើលកូនឬក៏ដោយសារថាអាយុច្រើនពិបាកនៅក្នុងការត្រឡប់ទៅធ្វើការវិញអញ្ចឹងជំរឿសគឺមានតែបើករកស៊ីហើយរកស៊ីឥឡូវគឺមានតែយកខ្លួនឯងមកនៅលើទីផ្សារអនឡាញហ៊ាន live ហ៊ានថតវីដេអូហើយចេះកាត់តវីដេអូចេះ boot page ខ្លះហើយសកម្មនៅក្នុងការឆ្លើយសារឥឡូវខ្ញុំអត់ទាន់ឆ្លើយជាមួយនឹងសំណួរនេះទេប៉ុន្តែកលេចមកវិញនៅពេលដែលបានសន្ទនាជាមួយនឹងគាត់ចាខ្លះខ្ញុំក៏មានអ្វីចែករំលែកដើម្បីកុំឲ្យកូនក្មួយជំនាន់ក្រោយឬក៏អ្នកដែលគាត់កំពុងតែមានការងារមានឱកាសដែលសិក្សារៀនសូត្រពីកន្លែងការងារដែលមានចំណូលណាចាកុំឲ្យគាត់ស្ដាយក្រោយនៅពេលដែលគាត់សម្រេចចិត្តខុសចឹងអ្វីដែលយើងមានឱកាសចាសិក្សារៀនសូត្រពីកន្លែងការងារហើយគឺយើងត្រូវធ្វើកិច្ចការងារនោះឲ្យល្អបំផុតចាយកកន្លែងការងារដែលយើងកំពុងតែធ្វើនឹងឲ្យដូចជាអាជីវកម្មរបស់យើងធ្វើម៉េចយើងធ្វើការងារដែលយើងកំពុងតែធ្វើនឹងឲ្យបានរីកចម្រើនឲ្យបានល្អឲ្យបានជោគជ័យចាបើផ្នែកលក់ត្រូវលក់ឲ្យដាច់រកចំណូលឲ្យបានច្រើនមកដល់ក្រុមហ៊ុនអញ្ចឹងភាគរយនៃការចេញរកស៊ីរបស់យើងក៏មានសង្ឃឹមច្រើនដែរប៉ុន្តែមិនប្រកាសថាអ្នកដែលគាត់ធ្វើការងារខ្លាំងប៉ាកែចេញរកស៊ីជោគជ័យទាំងអស់ហើយប៉ុន្តែហើយណាស់ក៏វាមានភាគរយខ្ពស់ដែរអញ្ចឹងសម្រាប់កូនក្មួយដែលទើបតែចប់ថ្នាក់ទី12ចាកូនដែលគាត់ចាប់ផ្ដើមរៀនមហាវិទ្យាល័យចាប់ពីមហាវិទ្យាល័យចូលទៅធ្វើការមានឱកាសរៀនហើយបានប្រាក់ខែទៀតគឺកន្លែងការងារអញ្ចឹងទាំងអស់គ្នាខ្ញុំជឿជាក់ថាមានក្តីសម័យចង់មានអាជីវកម្មចង់បើករកស៊ីខ្លួនឯងហើយអញ្ចឹងកំណត់វាគឺជារឿងល្អហើយស្វែងរកការងារណាដែលវាគេហៅថាជាផ្លូវមួយដែលអាចឲ្យក្តីសម័យរបស់យើងជោគជ័យយើងទៅរៀនពីកន្លែងការងារទៅរៀនវឹកហាត់ខ្លួនឯងទៅរៀនលុតដំខ្លួនឯងជាសាលារៀនដែលយើងអាចរៀនបានជាក់ស្ដែងផ្ទាល់ហើយវាជួយឲ្យគេហៅថាការដែលក្តីសម័យរបស់យើងចាយើងចង់ធ្វើអីហ្នឹងវាបានសម្រេចលឿនតែជោគជ័យកម្រិតណាគឺអាស្រ័យទៅលើការតាំងចិត្តទៀតព្រោះការចេញរកស៊ីគឺវាអត់ស្រួលដូចធ្វើការទេប៉ុន្តែវាធ្វើឲ្យយើងមានសេរីភាពវាធ្វើឲ្យយើងមានពេលវេលាច្រើនជាមួយនឹងគ្រួសារវាធ្វើឲ្យយើងចាពេលដែលយើងលក់ដាច់ខ្លាំងចាយើងក៏បានចំណូលច្រើនទៅតាមនឹងប៉ុន្តែអ្វីដែលជាមូលដ្ឋានគ្រឹះហ្មងគឺត្រូវតែធ្វើការឲ្យគេដើម្បីរៀនសូត្រពីបទពិសោធន៍សិនរឹងមាំសិក្សាស្រាវជ្រាវហើយចាំរៀបចំផែនការអាជីវកម្មស្រួលបួលហើយចាំចាប់ដើមទៅរកស៊ីចាចឹងបើសិនជាអ្នកដែលគាត់ហួសពេលហើយចាហួសអាយុឬក៏លក្ខខណ្ឌត្រូវនៅផ្ទះមើលកូនចាចង់មានរបរចង់មានអាជីពចង់រកលុយបាននៅផ្ទះចាអាចតំណតំណង inbox មកចានៅក្នុងការប្រឹក្សាយោបល់យកអាគីបយកទៅលក់ចាឬក៏យកផលិតផលចាយកទៅលក់ចាហើយសម្រាប់អ្នកអត់ចេះ live អត់ចេះថតវីដេអូអត់ចេះកាត់តចាចង់ចេះទាំង boost page boost TikTok អីចាអាចប្រឹក្សា inbox តំណមក page BCR1 ណាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ